មានវីដេអូច្រើនសន្ធឹកសន្ធាប់ខ្លាំងមែនទែនដែលយើងត្រូវរៀនសូត្រពីប្រទេសប៉ាគីស្ថានឬប្រទេសទាំងអស់ហ្នឹងបងប្អូនអរគ្នាពួកគាត់ពិតជាបកកែខ្លាំងមែនទែនបងប្អូនអរគ្នាដោយសារអីប្រទេសហ្នឹងគឺជាប្រទេសក្រក្រៃទេក៏ប៉ុន្តែពួកគាត់មិនចោះញោមទេបងប្អូនអរគ្នាមិនអង្គុយចាំទិញរបស់ពីគេណាចង់និយាយថាគាត់កែអ្វីដែលគាត់អាចយកកែច្នៃបានគឺគាត់កែច្នៃហើយច្នៃតទៅចេញខ្លាយជាផលិតផលដើម្បីប្រើប្រាស់ហើយមិនត្រឹមតែប្រើប្រាស់ក្នុងស្រុកទេគឺថែមទាំងលក់ចេញមកខាងក្រៅទៀតពួកគាត់ប្រើតែរបស់សាមញ្ញធម្មតាតែប៉ុណ្ណោះបងប្អូនអរគ្នាហើយទាំងអស់ហ្នឹងគឺសុទ្ធតែជាវត្ថុដែលគេយកមកកែច្នៃឡើងវិញដូចជាចានដែកអីហ្នឹងបងប្អូនអរគ្នាបាទឥឡូវនេះពួកគាត់កំពុងតែត្រៀមធ្វើថាសបងប្អូនអរគ្នាបាទក៏ដោយប្រើធុងរបស់យើងណាធុងដែលយើងដាក់ខ្លាញ់ដាក់អីហើយហ្នឹងគឺធុងដែកហ្នឹងបាទឥឡូវគាត់កាត់ហើយគាត់យកមកជ្រលក់ថ្នាំយកថ្នាំចេញអស់ហើយបាទឥឡូវនេះគាត់យកមកតម្រៀបដាក់លើគ្នាដើម្បីសង្កត់ឲ្យវាចេញជារាបស្មើបាទផ្ទៃរាបស្មើហើយនេះគឺជាកដាលុយមីញ៉ូដៃអលុយមីញ៉ូមកបងប្អូនអរគ្នាបាទអញ្ចឹងយើងអាចយកមកប្រើប្រាស់ច្រើនមុខខ្លាំងមែនទែនហើយពួកគាត់មិនចាំបាច់តែមានរោងចក្រល្អធំទេពួកគាត់ធ្វើតាមអ្វីដែលគាត់អាចធ្វើទៅបានបងប្អូនអរគ្នាបាទនេះគាត់កាត់ហើយគាត់នៅពេលដែលគាត់ចាប់ផ្ដើមកាត់ហើយគាត់មានម៉ាស៊ីនកលឹងរបស់គាត់មានម៉ាស៊ីនដាប់របស់គាត់អញ្ចឹងណាបងប្អូនបាទសកត់មកបាទចេញជារូបរាងថាសឲ្យបងប្អូនអរគ្នាហើយថាទាំងអស់ហ្នឹងគឺលក់នៅលើទីផ្សារដើម្បីបម្រើទៅកាន់បងប្អូនពួកគាត់អ្នកប្រើប្រាស់ក្នុងស្រុកហើយជាមិនត្រឹមតែប្រើប្រាស់ក្នុងស្រុកអស់ទេគឺអាចនាំចេញមកលក់ខាងក្រៅបានទៀតពិតជាឆ្លាតខ្លាំងមែនទែនពួកគាត់ប្រឹងមែនទែនបងប្អូនអរគ្នាដោយសារតែគាត់គិតថាបើសិនជាគាត់ចាំតែទិញគេពិបាកខ្លាំងមែនទែនដោយសារតែប្រទេសជិតខាងរបស់គាត់ឥណ្ឌាហ្នឹងគឺគេមិនលក់ឲ្យ